នេះខ្ញុំមកពីហាងងួនសឿងលោកមុងភួយសម្ភារៈបន្ទប់គេនិយាយទៅមុនដំបូងខ្ញុំគិតថា AI ហ្នឹងខ្ញុំបែបជាអត់មករៀនទេព្រោះអីខ្ញុំអត់ចេះប្រើអត់ចេះអាប្រព័ន្ធសម័យទំនើបឥឡូវហ្នឹងតែទូរស័ព្ទក៏ត្រូវគេបង្រៀនម្ដងមួយបានចេះដែរដល់ពេលខ្ញុំមកដល់នេះនិយាយទៅស្រួលគ្រាន់តែដូចថាបើយើងអត់មករៀនគេអត់ប្រាប់ពីកលឹះយើងទេយើងនៅតែអត់ដឹងអញ្ចឹងដល់ពេលមករៀនទៅគេប្រាប់ថាកលឹះនេះគ្រាន់តែចុចអាកន្លែងនេះទៅចូលទៅហើយប្រាប់ពីវិធីសួរបើយើងអត់មករៀនក៏យើងអត់ដឹងថាត្រូវសួរគេមិនដែរជួនកាល AI សួរយើងវិញយើងឆ្លើយអត់ចាញ់មិនដឹងថាត្រូវសួរវាមិនតទៅទៀតដល់ពេលមកចឹងទៅលោកគ្រូប្រាប់ថាឲ្យចេះសួរបានគាត់ឆ្លើយត្រូវបើយើងចេះតែសួរតែពាក្យក៏គាត់ឆ្លើយអត់ត្រូវគោលដៅយើងដែរអញ្ចឹងខ្ញុំគិតថាវាស្រួលហើយប៉ុន្តែបើអ្នកដឹងមករៀនហើយដឹងស្រួលតែបើអ្នកអត់តន់មករៀននៅតែដឹងថាត្រឹមតែ AI តែប៉ុណ្្នឹងខ្ញុំក៏គិតតែអញ្ចឹងដែរបើពេលខ្ញុំមកទៅវាជួយឲ្យខ្ញុំស្រួលច្រើនណាព្រោះអីខ្ញុំគឺជាមនុស្សរើសច្រើនដូចបង្កើត logo ហាងអញ្ចឹងទៅនឹកឃើញចង់បង្កើតចង់មួយខែប៉ុន្តែគិតអត់ចាញ់ទេព្រោះអីមិនដឹងទៅភាសាមួយពីណាហើយដល់ពេលគេនិយាយមកឲ្យធ្វើអញ្ចេះតែវាអត់មានរូបរាងឲ្យមើលអញ្ចឹងខ្ញុំចង់ឃើញចង់មើលអញ្ចឹងវាអត់ចាញ់ជាលទ្ធផលពិតឲ្យខ្ញុំឃើញខ្ញុំរើអត់ចាញ់ខ្ញុំរើអត់បានដល់ពេលមកនេះ search មើលដូចសួរតាមលោកគ្រូអញ្ចឹងទៅចុចអាមួយមិនពេញចិត្តចុចអាមួយទៀតបកលក្ខណៈស្រួលដល់ខ្ញុំច្រើនហើយដូចអា poster ផុសរូបភាពផ្សព្វផ្សាយអីចឹងខ្ញុំគិតថានឹងចង់ធ្វើប៉ុន្តែខ្ញុំមិនដឹងថាត្រូវធ្វើពីណាទៅទេដល់ពេលមាន AI ទៅខ្ញុំថានិយាយទៅស្រួលហ្មងបើគ្រាន់តែចុចទៅ1នាទីហើយជាស្រេចហើយរើសមើលទៅពេញចិត្តក៏យកមិនពេញចិត្តយើងដូរទៀត AI ដូរឲ្យតើត្រូវចិត្តយើងគិតបើអញ្ចឹងហើយបើដូចអាមើលតារានិកហ្នឹងអញ្ចឹងជួនកាលយើងអ្នកខ្លះគិតថាវាអត់សូវសំខាន់ទេវាគ្រាន់តែគប់ផ្សំទេប៉ុន្តែបើសិនជាយើងមានការម៉ត់ចត់ដោយថាធម្មតាបើមនុស្សយើងរើសមកវាអាចនឹងមានត្រូវមានខុសយើងចេះតែរើសមកប៉ុន្តែបើយើងបានមើលខ្លះចរិតលក្ខណៈខ្លះជាមុនមកហើយយើងរើសទៅវានឹងត្រូវច្រើនជាងខុសបើយើងបានមើលជាមុនហើយចាសម្រាប់ខ្ញុំមានប៉ុណ្ណឹងអរគុណ